សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះផងដែរសូមមកបង្ហាញជូនជាមួយនឹងគ្រឿងរមាស់ដែលប្រើជាមួយនឹងប្រាំងបូមហើយគ្រឿងនេះផងដែរគឺបងប្រុសគាត់អត់យកជាមួយនឹងសបកទេគាត់យកជាមួយនឹងយ៉ាន់និងផ្លូវពីនឹងគ្រឿងប្រាំងបូមមួយឈុតតែម្ដងណាមកទៅអត់គ្នាហើយយ៉ាន់នេះគឺប្រភេទយ៉ាន់ធំយ៉ាន់វងលេខ14គឺដាក់បាន3តោនណាមកទៅអត់គ្នាហើយគ្រឿងប្រាំងរបស់យើងបងមើលឃើញអញ្ចឹងតែជាប៉ុន្តែសាច់ធ្វើគឺរយៈពេល3ថ្ងៃទៅ4ថ្ងៃបានហើយព្រោះមកយើងធ្វើចាប់ប្រាំងឲ្យស៊ីអុសកង់ហើយបានយើងដោះជូនភ្ញៀវតែម្ដងហើយនេះកន្លែងស្នាប់ប្រាំងរបស់វាដែលយើងភ្ជាប់ជាមួយនឹងម៉ូតូណាមកទៅអត់គ្នាមានជាមួយនឹងកឡប្រាំងកឡប្រេងប្រាំងហើយនៅខាងក្រោយរបស់វាគឺមានជាមួយនឹងទយោស្ពាន់ញែកទាំងសងខាងនិងបាញ់ចេញមកមុខដាក់ជាមួយនឹងម៉ូតូណាមកតែគ្នាអញ្ចឹងបានយើងប្រាំងវាបាញ់ចេញទាំងសងខាងគឺចាប់ស៊ីមែនតែម្ដងហើយកប៉ែនរបស់វាគឺជាប្រភេទកប៉ែនប្រាំងឡានណាមកតែគ្នាគឺធំមែនតែនអញ្ចឹងបងដែលនៅតាមខេត្តចង់យកទៅដំឡើងខ្លួនឯងអាចធ្វើការកម្មង់ខាងសិប្បកម្មរបស់បងបានគឺខ្ញុំមានទទួលដំឡើងគ្រប់ប្រភេទលម្អតែម្ដងយកបងអាចមកដល់ទីតាំងរបស់បងផ្ទាល់ណានៅផ្លូវបឹងតពុន371សាខាទី2នៅខាងកប់ស្រូវឥឡូវនេះកូនចៅខ្ញុំគាត់កំពុងតែជួយលើកហើយគឺធ្ងន់មែនតែនគឺយកទៅដាក់នៅខាងវិរៈបុនថាមគឺផ្ញើជូនបងប្រុសនៅខាងខេត្តសៀមរាបណាបងប្អូនគ្នាអញ្ចឹងបងដែលចង់បាននៅតាមខេត្តអាចធ្វើការកម្មង់បានគឺខ្ញុំផ្ញើជូន25ខេត្តក្រុងតែម្ដងឥឡូវនេះគឺយើងបានមកដល់វិរៈបុនថាមហើយអញ្ចឹងបងសូមជួយ share ម្នាក់មួយកុំភ្លេចជួយ like ជួយ share ឲ្យបងអូនម្នាក់មួយផងណាបងប្អូនតែគ្នាអរគុណនិងជម្រាបលា